ស្បួនអឹមទើបធ្វើទំនើបកម្មថ្មីឲ្យមកកងទ័ពកម្ពុជាតើនឹងមានអ្វីកើតឡើងប្រហែលជាប្រិយមិត្តយើងមួយចំនួនមិនសូវបានចាប់អារម្មណ៍លើការប្រើប្រាស់សពាវុធដែលកងទ័ពកម្ពុជាទិញពីវៀតណាមនោះទេក្នុងសង្គ្រាមទាំងពីរលើកជាមួយថៃតាមពិតទៅកងទ័ពកម្ពុជាបានប្រើប្រាស់អាវុធមួយចំនួនដែលទិញពីវៀតណាមដូចជាកាំភ្លើង AK និងគ្រាប់រំសាវដូចជាគ្រាប់40មីលីម៉ែត្រនិងគ្រាប់ BM21 ជាដើមគឺផលិតដោយវៀតណាមផ្ទាល់តែម្ដងហើយក្នុងសង្គ្រាមមួយនេះវៀតណាមបានតាមដានយកចិត្តទុកដាក់បំផុតលើសមត្ថភាពសពាវុធរបស់ខ្លួនដែលកងទ័ពកម្ពុជាប្រើប្រាស់ថាមានចំណុចខ្វះខាតនៅត្រង់កន្លែងណាខ្លះដើម្បីកែលម្អវាឲ្យប្រសើរជាងមុនមួយវិញទៀតវៀតណាមមិនចង់ឃើញកម្ពុជាចាញ់ថៃនោះទេការបើអំណាចក្រុងភ្នំពេញរង្គោះរង្គើហើយនោះវានឹងប៉ះពាល់ដល់សន្តិសុខជាតិរបស់ខ្លួនដែរពីព្រោះវៀតណាមបានធ្លាប់ជួបប្រទះរួចមកហើយនោះគឺរបបប៉ុលពតដែលហ៊ានប្រឆាំងខ្លួនរហូតដល់ហ៊ានប្រើប្រាស់កម្លាំងទ័ពវាលុកចូលទឹកដីវៀតណាមទៀតផងតាមរយៈមេរៀនមួយនេះបានបង្រៀនវៀតណាមថារបបក្រុងភ្នំពេញគឺត្រូវតែមានទំនាក់ទំនងល្អនឹងខ្លួនហើយកម្ពុជាគឺជាទីផ្សារដ៏ធំមួយរបស់ខ្លួនដូច្នេះចង់ឬក៏មិនចង់វៀតណាមមិនអាចឈរអបដៃមើលកម្ពុជាចាញ់ថៃនោះទេនិងម្យ៉ាងវិញទៀតវៀតណាមក៏ចង់ឃើញសមត្ថភាពជាក់ស្ដែងរថកុស T54M ដែលខ្លួនខំធ្វើទំនើបកម្មនោះថាក្នុងសង្គ្រាមជាក់ស្ដែងវាខ្លាំងកម្រិតណានិងខ្វះខាតនៅត្រង់ចំណុចណាខ្លះតាមពិតទៅរថកុស T54M និង T55M គឺវៀតណាមសហការគ្នាជាមួយនឹងអ៊ីស្រាអែលដើម្បីយករថកុស T55 ស៊េរីចាស់របស់រុស្ស៊ីមកកែលម្អនិងបំពាក់បច្ចេកវិទ្យាចំនួនថ្មីដែលមានការជួយជ្រោមជ្រែងពីក្រុមហ៊ុន Airbus System អ៊ីស្រាអែលនិងរោងចក្រសិទ្ធិមហាស្បៃវៀតណាមគឺជាអ្នកទទួលបន្ទុកក្នុងការធ្វើទំនើបកម្មសពាវុធចាស់ៗរបស់ខ្លួនឡើងវិញដើម្បីដើរឲ្យទាន់ស្ថានភាពសង្គ្រាមសម័យថ្មីហើយការធ្វើទំនើបកម្មនេះដែរគឺចាប់ផ្ដើមតាំងពីឆ្នាំ2016មានរថកុស T54 និង T55 ចំនួន305គ្រឿងត្រូវបានយកមកធ្វើទំនើបកម្មជាមួយនឹងទម្ងន់40ទៅ42តោនប្រើប្រាស់ម៉ាស៊ីនមានកម្លាំង1000សេះរត់ក្នុងល្បឿន55គីឡូម៉ែត្រក្នុង1ម៉ោងរត់បានចម្ងាយ400គីឡូម៉ែត្រចំពោះការបំពាក់បច្ចេកវិទ្យានិងកាំភ្លើងធំវិញគឺ T54M3 បំពាក់កាំភ្លើងធំកាណុង100មីលីម៉ែត្រនិងនៅត្រង់ដំបូលរបស់វាក៏មានបំពាក់ដែរនៅកាំភ្លើងយន្ត7.62មីលីម៉ែត្រមួយដើមនិង12.7មីលីម៉ែត្រមួយដើមនិងនៅខាងឆ្វេងនៃតូរ៉េតឬក៏ដំបូលរបស់វាមានបំពាក់កាំភ្លើងត្បាល់60មីលីម៉ែត្រចំណែកឯសន្ទប់ដៃថែបដែលស្របការពារវាវិញគឺនៅផ្នែកខាងមុខនិងចំហៀងត្រូវបានបន្ថែមនៅសន្ទប់ដៃថែប ERA ឬក៏យើងតែងតែហៅវាថាអាវក្រោះការពារអាចការពារពីការវាយប្រហារដោយគ្រាប់ RPG និងគ្រាប់មីស៊ីលប្រឆាំងរថក្រោះ 9M119 Mayuga ហើយនៅលើដំបូលរបស់វាឧបករណ៍សម្រាប់មើលគោលដៅនៅពេលយប់ស៊េរីចាស់ TPN ត្រូវបានដកចេញជំនួសឲ្យឧបករណ៍សម្រាប់មើលគោលដៅទំនើបស៊េរីថ្មី Entra TIFCS 3BU ផលិតដោយអេស្ប៉ាញវិញមានបំពាក់នៅប្រព័ន្ធគ្រប់គ្រងនៃការបាញ់ប្រព័ន្ធទំនាក់ទំនងស៊េរីថ្មីផលិតដោយអ៊ីស្រាអែលប្រព័ន្ធឡាស៊ែស្វែងរកគោលដៅប្រព័ន្ធទប់លំនៅនៃការបាញ់ប្រព័ន្ធបញ្ជាដោយកុំព្យូទ័រ ballistic និងប្រព័ន្ធផ្សេងទៀតជាច្រើនដោយការបំពាក់ឧបករណ៍ទាំងនោះគឺវៀតណាមទិញពីអ៊ីស្រាអែលអេស្ប៉ាញនិងអាល្លឺម៉ង់ដើម្បីយកមកបំពាក់លើរថកុស T54M និង T55M របស់ខ្លួនបើសិនជាវៀតណាមផ្ដល់រថកុសប្រភេទនេះមកជួយកម្ពុជាមែននោះរថកុស M60 និង M48 ឬក៏ស្ករពៀនថៃមិនមែនជាដៃគូរបស់វានោះទេបើយើងងាកទៅមើលសម័យអតីតកាលនៅពេលដែលវៀតណាមវាចូលមកទឹកដីកម្ពុជាកងទ័ពវៀតណាមបានប្រើប្រាស់រថកុស T55 និង T54 ស៊េរីថ្មីគ្រាប់ RPG ខ្មែរក្រហមមិនអាចកំទេចវាបានឡើយជួបទម្រាំស៊េរី upgrade ថ្មីនេះអាចការពារគ្រាប់មីស៊ីលប្រឆាំងរថក្រោះបាននោះរថកុសស្ករពៀនក្តីឬក៏ M60 ក្តីគ្រាន់តែធំក្លិនគ្រាប់ RPG ឆេះបាត់ទៅហើយវាមិនអាចទប់ទល់នឹង T54M3 វៀតណាមបាន